រដូវកាលបៃតងចូលមកដល់ហើយតោះជិះម៉ូតូទៅមើលអាប់នៅភ្នំ1500នេះជាដំណើរកម្សាន្តរយៈពេល4យប់5ថ្ងៃរបស់ពួកយើងជិះម៉ូតូពីសៀមរាបទៅលេងនៅតំបន់ភ្នំ1500អូសោមនិងសំឡូតអរុនសួស្តីអ្នកទាំងអស់គ្នាឥឡូវនេះម៉ោង7:05ហើយគ្នាយើងបានមកដល់បដាយយើងកំពុងតែរៀបចំអវ៉ាន់ដើម្បីធ្វើដំណើរទៅកាន់ភ្នំ1500អូសោមនិងសំឡូតសម្រាប់ដើមរដូវវស្សានេះហើយនេះជាថ្ងៃទី1នៃដំណើរកម្សាន្តរយៈពេល3យប់4ថ្ងៃរបស់ពួកយើង1 2 3វីដេអូសម្រាប់ដំណើរកម្សាន្តលើកនេះពួកយើងទៅគ្នាច្រើនមែនទែនដោយចេញពីសៀមរាបប្រហែលជា6-7ម៉ូតូហើយក៏មានគ្នាយើង2ម៉ូតូទៀតនៅចាំនៅបាត់ដំបងហើយសរុបគ្នាទាំងអស់ប្រហែលជា15នាក់លើកនេះគឺយើងទៅបានជុំគ្នាល្អមែនទែនតែទៅរំតែបានជុំគ្នានេះក៏ចំណាយពេលចរចាគ្នាជិតកន្លះខែដែរទៅបានចេញជារូបរាងបន្ទាប់ពីជីឈប់បានពី3កន្លែងពួកយើងក៏បានមកដល់បាត់ដំបងឈប់សម្រាកដើម្បីស្រស់ស្រូបអាហារពេលព្រឹកសិនហើយទៅរកគ្នាផ្សេងទៀតដែលនៅចាំនៅទីនេះកន្លែងដែលពួកយើងមកញ៉ាំអីនេះជាហាងមីនិងកាទៀវឆ្ងាញ់មួយកន្លែងនៅក្នុងខេត្តបាត់ដំបងឥឡូវនេះយើងបានមកដល់បាត់ដំបងហើយយើងឈប់ញ៉ាំអាហារពេលព្រឹកហើយនឹងចាំគ្នាយើងដែលគាត់នៅបាត់ដំបងពីម៉ូតូទៀតហើយនៅកន្លែងនេះគឺជាកន្លែងកាទៀវពីដើមគាត់មានធ្វើមីខ្លួនឯងលក់ហើយរសជាតិនៅនេះឆ្ងាញ់បាត់ដំបងហើយឆ្ងាញ់មែនអត់ញ៉ាំនៅគិតបានញ៉ាំតាមបាត់មកកាទៀវបាត់ដំបងអូបងគួរទៅសាកមីខ្ញុំភ្លេចប្រាប់មិញព្រៃគាត់មីគាត់ធ្វើខ្លួនឯងយ៉ាងអត់ប្រាប់ខ្លោចអូយមើលសាកមកសិនមិនដែរឆ្ងាញ់មែនទេរសជាតិខុសពីសៀមរាបអត់រសជាតិខុសគ្នាប៉ុន្តែដូចបាច់ចាំប្រៀបធៀបនៅនេះណាឆ្ងាញ់ចាឆ្ងាញ់ចឹងស្អែកជីម្ហូបទៀតអត់ស្អែកជីមិនកាតែថ្ងៃនេះបានតួ TVB មកដឹកធ្វើដំណើរកម្សាន្តជាមួយតតជាហៅនេះមិនហៅតតជាហៅ老师Hello បងអត់ទៅបងចេញនិយាយខ្មែរទៅបងចេះច្បាស់ជាងចេះច្បាស់ចាមែនតួថៅប៉ាវឯណាថតកូនហ្នឹងគេបញ្ចូលសលេងទេធ្វើលឿនមានចេះស្អីចេះអូខេចុះកាលណាអត់បានទេនៅកាលណាអត់មានលុយជួអកូននេះខ្ញុំបានកំងអូបន្ទីននឹងរសជាតិដូចអាសេរីកាយយើងនៅក្មេងៗយើងទៅតាមហាងកាទៀវអីហ៎ខាងនេះខាងនេះអរគុណគាត់លក់មកច្រើនចំនួនហើយទឹកស៊ុបរបស់គាត់ឈ្ងុយហើយពិសេសសរសៃមីរបស់គាត់គឺគាត់ធ្វើខ្លួនឯងឥឡូវនេះយើងដល់ local cafe នៅនេះមានរបស់ញ៉ាំច្រើនណាស់នេះលីនញ៉ាំអីលីន I latte I mean I love you I love you too nào à sắp hey ចឹងឥឡូវនេះយើងមកជួបគ្នាយើងនៅបាត់ដំបងពីម៉ូតូទៀតយើងមកជុំគ្នាហើយទាំងធីមបាត់ដំបងទាំងធីមសៀមរាបលើពងរៀបវ៉ាន់ចេញទៅលើហើយនៅលើភ្នំវាអត់ច្រឡំនៅនៅវាលវែងមានមាននៅអូសាញ៉ៃទៀតហើយញ៉ាំគេវល់ទៀតហើយនៅប្រម៉ោយមកពីណាព្រមទិញឲ្យហើយទេអត់ទេចាំទៅទិញដល់ទិញនំលបើបងមានកន្លែងទៅជុំមួយធំសម្រាប់ការធ្វើដំណើរចេញពីបាត់ដំបងមកភ្នំ1500គឺមានផ្លូវ2 3ជម្រើសហើយពួកយើងសម្រេចចិត្តជិះតាមផ្លូវសំឡូតថ្មី
ភាពផ្លូវនេះគឺស្រួលជីទេក្រាលកស៊ូសុទ្ធទាំងអស់ direct មកដល់ប្រម៉ោយតែម្ដងហើយទេសភាពនៅសាងខាងផ្លូវវិញគឺស្អាតមែនទែនសុទ្ធតែដើមឈើទូចធំហើយឃើញសុទ្ធតែភ្នំបៃតងខៀវស្ងាត់នៅតាមផ្លូវដោយសារតែចៃដន្យម៉ូតូរបស់គ្នាយើងម្នាក់មានបញ្ហាសបកកង់អញ្ចឹងហើយយើងត្រូវឈប់ចាំគ្នាដើម្បីធ្វើម៉ូតូសិនសម្រាប់រដូវកាលបៃតងដើមរដូវវស្សានេះពិតជាស្រស់ស្អាតមែនទែនទេសភាពខៀវស្ងាត់ហើយមានភ្លៀងតិចៗធ្វើឲ្យបរិយាកាសកាន់តែស្រស់ស្រាយពិសេសពេលដែលភ្លៀងធ្លាក់ហើយថ្មីៗចុះអាប់មកស្អាតខ្លាំងណាស់ប៉ុន្តែបើសិនជាមានភ្លៀងខ្លាំងអត់រីខមមិនឲ្យអ្នកទាំងអស់គ្នាជិះម៉ូតូហើរភ្លៀងទេគួរតែរកកន្លែងសុវត្ថិភាពជ្រុកសិនចាំបន្តដំណើរទៅមុខទៀតហើយដោយសារតែទេសភាពស្អាតពេកមានផ្លូវកាច់កោងផងមានទេសភាពភ្នំផងពួកយើងជិះឈប់ដើម្បីថតរូបនិងថតវីដេអូតាមផ្លូវភ្លេចខ្លួនដាច់បាយតែម្ដងហើយគ្រាន់តែចូលមកដល់ទឹកដីវាវែងភ្លាមគឺថាទេសភាពកាន់តែស្រស់ស្អាតបៃតងស្រស់បំព្រងតែម្ដងភ្នំទូចភ្នំធំនិយាយទៅគឺនៅជុំវិញខ្លួនយើងសិតតែភ្នំហើយពិសេសបានស្រូបយកខ្យល់អាកាសបរិសុទ្ធមកអញ្ចឹងទៀតជីវិតមានន័យសម្រាប់យប់នេះពួកយើងសម្រាប់នៅផ្ទះលំហែបងបារាំងគ្នាយើងខ្លះជួលតង់គាត់ហើយខ្លះទៀតក៏យកតង់មកខ្លួនឯងដោយសារតែជក់ថតតាមផ្លូវពេកគ្នាខ្ញុំប្រហែលអ្នកនេះមកដល់ក្រោយគេហើយពេលមកដល់គ្នាយើងខ្លះគាត់បានរៀបចំតង់និងចំអិនម្ហូបដែលយើងបានទិញពីសៀមរាបនិងបាត់ដំបងមកស្រាប់ឆ្អិនបដាហេចឹងឥឡូវយើងបានមកដល់កន្លែងគេងហើយគ្នាយើងកំពុងតែរៀបចំអាំងសាច់ក្រកអាំងត្រីហើយគ្នាយើងយប់នេះគេងច្រើនមែនតើ8 9តង់តែការយកដល់ធំហ៎បាទអូខេចុំចាំទៅដែរហៅមកកុំជួយវ៉ាវ chef ចាំមកកាន់ណា chef master chef កាន់ណាចែករបបមែនចែករបបលើអត់នោះបើឲ្យឈុលហើយ chef ក្រអានេះសាច់ក្រកយកមកពីស្អីហេម៉ាឡៃសេអ៊ូលសំជើងណាំសយនៅផ្សារលើថាខ្ញុំរៀបផ្សារលើខាងនេះគ្នាយើងខ្លះគាត់យកតង់មកខ្លួនឯងឥឡូវនេះក៏កំពុងតែរៀបចំដំឡើងហើយបាទពីលឿនណាអើទុញញ៉ាច់ណែដូចមុងណែគេស្រីបឡូនណែអូយហើយមើលណែអូយចិត្តតង់មើល view នៅខាងក្រោយនេះកប់សេរីរី Look at the view ដោយសារថ្ងៃនេះថ្ងៃបុណ្យថ្ងៃជប់សម្រាកអញ្ចឹងទៅឃើញថាមានអ្នកមកលេងច្រើនមែនតើមានឡានម៉ូតូមកពេញហ្នឹងសម្រាប់ថ្ងៃទី1នៃដំណើរកម្សាន្តពីសៀមរាបមកក្នុង1500មានតែប៉ុណ្្នឹងទេជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយសម្រាប់ថ្ងៃទី2ដែលយើងនឹងបន្តដំណើរពីភ្នំ1500ទៅកាន់ទឹកដីអូសោមអរគុណសម្រាប់ការទស្សនាកុំភ្លេចជួយចុច like និង subscribe ម្នាក់មួយផងជួបគ្នានៅអូសោម